យុវជនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយពួកគេគឺជាភ្នាក់ងារសម្រាប់ធ្វើឲ្យសង្គមមានភាពប្រសើរឡើងទាំងពេលបច្ចុប្បន្ននិងទៅអនាគតក្នុងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់ការងារអភិវឌ្ឍក្រៅពីនេះទៅទៀតសក្តានុពលរបស់យុវជនសហគមន៍ជាពិសេសយុវតីក្មេងៗពុំទទួលបាននូវការអភិវឌ្ឍនិងផ្ដល់ឱកាសឲ្យបានប្រសើរឡើងនៅឡើយយុវជននៅក្នុងសហគមន៍កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនជាពិសេសយុវតីក្មេងៗពុំទាន់ត្រូវបានយកចិត្តទុកដាក់និងពុំទាន់មានការលើកទឹកចិត្តក្នុងការសម្ដែងនៅគំនិតយោបល់ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍនិងការគ្រប់គ្រងធនធាននៅក្នុងតំបន់របស់ពួកគេនៅឡើយដោយសារតែស្ថានភាពពិបាកក្នុងជីវភាពរស់នៅសិទ្ធិក្នុងការចូលរួមនៅក្នុងការប្រើប្រាស់និងគ្រប់គ្រងធនធានធម្មជាតិនិងបញ្ហាជីវភាពដូច្នេះហើយទើបយុវជនបានបោះបង់ចោលការសិក្សាដើម្បីស្វែងរកការងារនៅក្នុងតំបន់ទីប្រជុំជនឬទីក្រុងដែលការធ្វើចំណាកស្រុកនេះពួកគេបានប្រឈមមុខនឹងថ្នាំញៀនល្បែងស៊ីសងនិងក្លាយជាក្មេងទំនើងជាដើមដោយសារបញ្ហានេះបានធ្វើឲ្យពួកគេខ្វះការចូលរួមចំណែកក្នុងការអភិវឌ្ឍការធ្វើសេចក្តីសម្រេចចិត្តការការពារនិងអភិវឌ្ឍធនធានសហគមន៍ខ្វះការយល់ដឹងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យមានភាពប្រសើរឡើងនៅឡើយហេតុនេះហើយការផ្ដល់ឱកាសឲ្យយុវជនបានសិក្សារៀនសូត្រនិងធ្វើការងារដោយផ្ទាល់ជាមួយសហគមន៍គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដូច្នេះអង្គការស្ម័គ្រចិត្តដើម្បីសង្គមបានដើរតួនាទីក្នុងការជំរុញនិងសម្របសម្រួលយុវជនបានសិក្សារៀនសូត្រនិងធ្វើការងារជាមួយអង្គការដៃគូនៅក្នុងសហគមន៍ដែលអាចធ្វើឲ្យពួកគេទទួលបាននូវជំនាញចំណេះដឹងនិងបទពិសោធន៍នៅក្នុងសង្គមព្រមទាំងបានផ្លាស់ប្ដូរឥរិយាបថនិងអត្តចរិតជាវិជ្ជមានផងដែរប៉ុន្តែដោយសារតែពួកគេខ្វះខាតនៅចំណេះដឹងនិងបទពិសោធន៍លើយន្តការនៃការបង្កើតអង្គការមហាជនការសហការនិងការធ្វើការងារជាមួយអាជ្ញាធរនិងសហគមន៍មូលដ្ឋាននិងរបៀបនៃការគ្រប់គ្រងនិងការអនុវត្តរបស់សហគមន៍គំរូរបៀបនៃការធ្វើការងារជាក្រុមនិងការចូលរួមនៅក្នុងបណ្ដាញរបស់សហគមន៍និងរបៀបចូលរួមអភិរក្សធនធានធម្មជាតិរបស់សហគមន៍ក្នុងបឹងទន្លេសាបដើម្បីបំពេញនិងកសាងសមត្ថភាពរបស់អ្នកស្ម័គ្រចិត្តយុវជនសហគមន៍និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតនោះនៅថ្ងៃទី18ដល់ថ្ងៃទី20ខែតុលាឆ្នាំ2010អង្គការស្ម័គ្រចិត្តដើម្បីសង្គមបានសហការជាមួយសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនិងអាជ្ញាធរនៅក្នុងឃុំកែវពណ៌អាជ្ញាធរស្រុកពួកបានរៀបចំទស្សនកិច្ចសិក្សាស្ដីអំពីការចូលរួមចំណែករបស់យុវជនក្នុងការងារគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាពក្នុងបឹងទន្លេសាបបានមកធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នៅតំបន់គោលដៅខាងអង្គការសិទ្ធិចាទោះបីបទពិសោធន៍នេះមិនបានយល់ដឹងក្នុងកម្មវិធីនោះផងដែរក៏មានការរៀបចំពិធីប្រឡែងកូនត្រីនៅក្នុងដែននេសាទសហគមន៍កែវពណ៌ឃុំកែវពណ៌ស្រុកពួកនិងនៃខេត្តសៀមរាបផងដែរចូលរួមក្នុងកម្មវិធីនោះមានលោកម៉ៅពិសុទ្ធអភិបាលរងស្រុកពួកលោកទឹមសវុតប្រធានខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបលោកប៉ែនសុមនីនាយកប្រតិបត្តិនៃអង្គការស្ម័គ្រចិត្តដើម្បីសង្គមមន្ត្រីតំណាងពីសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលមន្ត្រីរដ្ឋបាលជលផលក្រុមប្រឹក្សាឃុំកែវពណ៌យុវជនមូលដ្ឋានសិស្សានុសិស្សអ្នកស្ម័គ្រចិត្តព្រមទាំងបងប្អូនប្រជានេសាទមកពីបណ្ដាសហគមន៍នានាក្នុងខេត្តសៀមរាបនិងខេត្តបាត់ដំបងដែលមានអ្នកចូលរួមសរុបប្រមាណ270នាក់ថ្លែងទៅកាន់អ្នកចូលរួមនាវេលាឱកាសនោះ
លោកប៉ែនសុមនីបានមានប្រសាសន៍ថាបាននឹងថាបានពាក់ព័ន្ធផ្សេងៗទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមរបស់យើងប្រទេសកម្ពុជាមានយុវជនយ៉ាងច្រើនលើសលប់ប្រភេទគិតទៅនឹងមនុស្សចាស់ហើយយុវជននៅពេលទាំងអស់នេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយពួកគេគឺជាភ្នាក់ងារសម្រាប់ធ្វើឲ្យសង្គមនិងសហគមន៍បានប្រសើរឡើងទាំងពេលបច្ចុប្បន្ននិងនាពេលអនាគតនិងក្នុងការគ្រប់គ្រងធនធានសម្រាប់ការអភិវឌ្ឍផងដែរក្រៅពីនេះទៅទៀតសក្តានុពលរបស់យុវជនពិសេសយុវជននៅជនបទហើយបើយើងពិនិត្យមើលទៅគឺទៅលើយុវតីជាពិសេសយុវតីដែលគាត់ពុំទទួលបាននៅការអភិវឌ្ឍនិងលើកទឹកចិត្តនិងផ្ដល់ឱកាសឲ្យបានទូលំទូលាយដោយបរិបទនៅឡើយទេយុវជនមួយចំនួនក្នុងសហគមន៍កំពុងប្រឈមនឹងបញ្ហាជាច្រើនជាពិសេសបន្ថែមពីនេះទៅទៀតលោកទឹមសវុតនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបក៏បានមានប្រសាសន៍ផងដែរថាការងារយុទ្ធសាស្ត្រជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាបរឿងសហគមន៍នេសាទកៅពណ៌ការសហគមន៍លោកនិគមក្នុងការកម្លាំងអង្គការស្ម័គ្រចិត្តគឺក្នុងន័យបំផុសចលនាបងប្អូនជាពលរដ្ឋអូនសិក្សាវិទ្យាចិត្តអស់ដើម្បីចូលរួមការពារឯកសារនិងអភិរក្សទុនធាននិងការជារបស់យើងតាមគោលដៅរបស់ក្រៅយើងចូលជំរាបថាយើងប្រឡែងในปีนี้คือมีจำนวนที่มันลดลงแล้วก็จะยืนประเทศไทยหนึ่งน้องจบประเทศไทยเกี่ยวกับโรงเรียนประเทศไทยกลางไทยกลางช่วงวันไทยក្នុងឱកាសនេះដែរយុវជនលីសាមេតដែលជាតំណាងយុវជនសហគមន៍បានបង្ហាញថាយើងមានជំនឿយ៉ាងមុតមមថាបញ្ហាក្តីបារម្ភការស្នើសុំនិងអនុសាសន៍ផ្សេងៗដែលបានលើកឡើងនឹងត្រូវបានផ្សព្វផ្សាយឲ្យបានដឹងឮជាសាធារណៈហើយការលើកឡើងនេះផងដែរនឹងត្រូវបានរៀបចំនិងទទួលបានការពិចារណាព្រមទាំងជួយនិងគាំទ្រដល់យុវជនក្នុងសហគមន៍ដោយប្រមុខរាជរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានភ្នាក់ងារអភិវឌ្ឍអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុកនិងអន្តរជាតិយុវជននិងអ្នកពាក់ព័ន្ធទាំងអស់ផងដែរកម្ពុជាដោយពួកគេគឺជាភាគីសម្រាប់ធ្វើឲ្យសង្គមមានការប្រសើរឡើងនាពេលបច្ចុប្បន្ននិងទៅអនាគតដូច្នេះការជំរុញយុវជនក្នុងការសិក្សាស្វែងយល់និងអនុវត្តផ្ទាល់ជាមួយអង្គការមហាជនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងអំណាចយុវជននិងបញ្ជ្រាបនៅគំនិតស្ម័គ្រចិត្តក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាពបងប្រីที่จะตุกเข้ามาการเรียนในตัวต้นจะเป็นในตามมากันลงบางคนอันนี้เราทำHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
thế bà riêng cho vấn hà bà con nên cái tôi một máy tay thì trong phần bay sách môn trong thì máy bà phải có nước ai làm cho có hỏi với mình nói đấy bà ơi mình nói đấy mà thôi trong nào rồi mình nói cái này mà thôi Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn.